ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូននៅក្នុងអឺគន្លឹះមេរៀនថ្មីវគ្គថ្នាក់ដំបូងណាជាអេពីសូតទី4របស់យើងនៅក្នុងអឺចំណោម10អេពីសូតដែលខ្ញុំនឹងបង្ហាញវីដេអូបន្តគ្នានេះបាទអញ្ចឹងវាជាអេពីសូតទី4ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងscale គេហៅថា basic scale ណាគេហៅថា gam chromatic អញ្ចឹងយើងបានស្គាល់ហើយជាមួយតួអក្សរនៃសំឡេងរបស់យើងក៏ដូចជាការអានឈ្មោះអក្សរភ្លេងក៏ដូចជាការលេង strumming ក៏ដូចជា family chord បាទអញ្ចឹងទន្ទឹមនឹងឈានទៅដល់មេរៀនខ្ពស់ទៀតយើងត្រូវស្គាល់ scale បាទអញ្ចឹងបើសិនជាយើងអត់ស្គាល់ scale ទេយើងអត់អាចក្នុងការលេងដូច note មួយចំនួននៅលើខ្ទង់ហ្គីតារបស់យើងគេហៅ basic note basic lick អីចឹងណាហ្នឹងហើយការលេង solo ចុះនិយាយថាយើងឲ្យស្រួលស្ដាប់ solo លើខ្ទង់ហ្គីតារបស់យើងក៏ពិបាកហើយបន្ទាប់មកទន្ទឹមនឹងហ្នឹងការហាត់ scale គឺជាចំណុចមួយដែលជំរុញឲ្យយើងហត់តែច្បាស់ជាមួយតួអក្សរនៃសំឡេងបាទបន្ទាប់ពីការបង្ហាញ scale chromatic នេះហើយ gam chromatic នេះហើយខ្ញុំនឹងបង្ហាញបងប្អូនជាមួយ strumming មួយទៀតដោយសារវីដេអូមុនយើងបានបង្ហាញពី strumming slow ហើយឥឡូវបង្ហាញពី strumming រៀងញាក់តិចចឹងណាអូខេបាទឥឡូវមុននឹងចូលដល់មេរៀនរបស់យើងខ្ញុំចង់ណែនាំទៅកាន់បងប្អូនដែលមានតម្រូវការពាក់ព័ន្ធជាមួយនឹងឧបករណ៍តន្ត្រីបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានជាពិសេសអ្នកទទឹមហាត់ដំបងនៅពេលយើងចាប់ផ្ដើមហាត់ហ្គីតាយើងត្រូវតែមានឧបករណ៍ហ្គីតាបាទអញ្ចឹងបងប្អូនដែលមានតម្រូវការហ្គីតាអាចតាក់ទងមកកាន់ខ្ញុំបានហើយយើងមានពីលេខទាបដល់លេខខ្ពស់មានថាតម្លៃទាបដល់តម្លៃខ្ពស់អញ្ចឹងទៅតាមតម្រូវការរបស់អ្នកនរគ្នាបងប្អូនត្រូវការអាចតាក់ទងមកកាន់ខ្ញុំបានអូខេឥឡូវយើងចូលមកដល់មេរៀនរបស់យើងបាទអញ្ចឹងការបង្ហាញ scale អញ្ចឹងបងប្អូនដឹងហើយនៅលើខ្ទង់ហ្គីតារបស់យើងរាប់នៅលើខ្ទង់ហ្គីតារបស់យើងខ្សែហ្គីតាយើងរាប់ពីក្រោមឡើងមកលើបាទអញ្ចឹងហើយខ្ទង់យើងរាប់1 2 3តាមបន្លោះហ្នឹងអញ្ចឹងណាបាទអញ្ចឹង gam do chromatic ឬក៏ scale do chromatic យើងចាប់ផ្ដើមចេញពីខ្ទង់ទី3ខ្សែទី5 do gam chromatic ហ្នឹងគឺតួអក្សរនៃសំឡេងរបស់យើងហើយ do re mi fa sol la si បាទអញ្ចឹង do ខ្ទង់ទី3ខ្សែទី5ហើយខ្ទង់ទី5ខ្សែទី5 re បាទខ្ទង់ទី2ខ្សែទី4 mi ខ្ទង់ទី3ខ្សែទី4 fa ខ្ទង់ទី5ខ្សែទី4 sol ខ្ទង់ទី2ខ្សែទី3 la ខ្ទង់ទី4ខ្សែទី3 si ខ្ទង់ទី5ខ្សែទី3 do អញ្ចឹងវាមាន do re mi fa sol la si do អញ្ចឹងបងប្អូនហាត់ pick kick ចុះឡើងdo re mi fa sol la si do si la sol fa mi re do ព្យាយាមហាត់ចឹងចុះឡើងជាមួយការ picking របស់យើងបាទនេះគឺជា scale chromatic gam chromatic របស់យើងអញ្ចឹងបងប្អូនត្រូវចាំដោយសុព្រោះថាមេរៀនដំបូងយើងផ្ដោតយើងនិយាយពីតួអក្សរនៃសំឡេងអញ្ចឹងនេះគឺជា gam chromatic ដែលបង្ហាញពីតួអក្សរនៃសំឡេងរបស់យើងដូចគ្នាហើយយើងរៀនប្រើ tone យើងជាមួយនឹង gam នេះវាជួយឲ្យយើងទី1យើងអាចច្រៀងត្រូវតង់ដូចគ្នាដែរអញ្ចឹងណាបាទអញ្ចឹងនេះគឺជាអ្វីដែលអ្នកនរគ្នាត្រូវហាត់ណា do re mi fa sol la si do si la sol fa mi re do បាទនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញជាមួយនឹង scale ចូលទៅចំណុចទី2គឺការ strumming របស់យើងលើកមុនយើង strumming រៀប slow ឥឡូវយើងបង្ហាញពី strumming រៀងញាក់រៀងលឿនតិចចឹងណាអញ្ចឹងនៅពេលដែលអ្នកនរគ្នាលេងរបៀប strumming រៀងលឿនហ្នឹងយើងចង់លេងចង្វាក់រៀងជើតហើយយើងអាច add វាបញ្ចូលក្នុងការយើងលេងចង់ចង្វាក់ខ្មែរណារបៀបរំវង់ហើយនឹងឆាអីយើងយកវាមកប្រើកលាស់តិចបានតាមទម្រង់មួយហ្នឹងប៉ុន្តែឥឡូវនេះខ្ញុំបង្ហាញពីការ strumming ហ្នឹងណាខ្ញុំឧទាហរណ៍ដដែល do la minor fa និង sol អញ្ចឹងការលេងរបស់វាអញ្ចឹងមានន័យថាចុះឡើងស្ងាត់ឡើងស្ងាត់ចុះឡើងស្ងាត់ឡើងស្ងាត់អញ្ចឹងការ form មួយហ្នឹងគឺបានមួយ merge ឯងអញ្ចឹងយើងលេងចុះឡើងស្ងាត់ឡើងបាទប
បាទអញ្ចឹងនៅពេលដែលយើងចុះឡើងស្ងាត់ហ្នឹងគឺតម្រង់វាបាន10000សេរីអញ្ចឹងដោយសារយើងរាប់លឿនណាអញ្ចឹងបើបត់យើងរៀង tempo រៀងលឿនយើងលេងរៀងលឿនតាមហ្នឹងទៅដូចគ្នាអញ្ចឹងទៅបាទនេះគឺជាអីដែលខ្ញុំចង់បង្ហាញនៅក្នុង episode ទី4របស់យើងនេះបាទសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទាន់មានចម្ងល់ទេអាចសួរខ្ញុំបានហើយកុំភ្លេច subscribe YouTube channel រៀនហ្គីតាក៏ដូចជា follow Facebook page រៀនហ្គីតាម្នាក់មួយអរគុណច្រើនយើងនឹងជួបគ្នានៅ episode ក្រោយជម្រាបលា